SCP-087 គឺជា SCP មួយដែលវាមានលក្ខណៈជាចណ្ដើរក៏ប៉ុន្តែវាមិនមែនជាចណ្ដើរធម្មតាទេវាគឺជាចណ្ដើរដែលអាចកំបាំងដែលមានអ្នកណាចូលទៅក្នុងនោះហើយគឺពិបាករកផ្លូវចេញហើយចណ្ដើរនោះគឺចុះទៅឬក៏ឡើងលើដោយគ្មានទីបញ្ចប់នោះទេហើយនៅពេលដែលគេចូលទៅក្នុងចណ្ដើរហ្នឹងគឺតែងតែឮសំឡេងក្មេងស្រីម្នាក់ស្រែកហៅឬក៏ស្រែកឲ្យគេជួយឬក៏សំឡេងល្វើយដែលហៅលក្ខណៈថាបន្លាចយើងឲ្យយើងខ្លាចអញ្ចឹងណាអញ្ចឹងចង់ដឹងថាវាយ៉ាងណាហើយវាយ៉ាងម៉េចតាមមកទស្សនាវីដេអូនេះជាមួយនឹងខ្ញុំទាំងអស់គ្នាបាទសួស្តីអ្នកនរគ្នាសូមស្វាគមន៍មកកាន់វីដេអូរបស់ខ្ញុំនៅក្នុងវីដេអូនេះខ្ញុំនឹងធ្វើការនិយាយអំពី SCP-087 តើ SCP-087 នោះវាមានលក្ខណៈបែបណាហើយវាអាចកំបាំងយ៉ាងម៉េចតាមមកទស្សនានៅក្នុងវីដេអូនេះ SCP-087 ត្រូវបានគេស្គាល់ថាជា SCP មួយដែលវាជាចណ្ដើរនោះទេក៏ប៉ុន្តែវាមិនមែនជាចណ្ដើរធម្មតានោះទេវាជាចណ្ដើរអាចកំបាំងនៅពេលដែលអ្នកណាចូលទៅក្នុងចណ្ដើរនោះហើយគឺពិបាករកផ្លូវចេញមែនទែនដោយសារតែចណ្ដើរនោះចុះទៅគឺគ្មានទីបញ្ចប់ហើយឡើងលើវិញក៏គ្មានទីបញ្ចប់ដែរនៅពេលដែលមានអ្នកណាចុះទៅក្នុងចណ្ដើរឬក៏ឡើងចណ្ដើរនោះចំនួន13ជំហានឬក៏13កាំគេតែងតែលើសំឡេងក្មេងស្រីម្នាក់ស្រែកហៅល្វើយឬក៏ស្រែកឲ្យគេជួយហើយឬក៏ក្មេងស្រីហ្នឹងគឺស្រែកយំអញ្ចឹងណាស្រែកយំល្វើយដែលធ្វើឲ្យអ្នកចុះចណ្ដើរហ្នឹងគឺមានការភ័យខ្លាចមែនទែនដោយសារតែចណ្ដើរហ្នឹងគឺវាមានលក្ខណៈបែបសភាពងងឹតហើយពន្លឺខាងក្រៅគឺជះទៅដល់មិនដល់ចណ្ដើរនោះទេដែលធ្វើឲ្យចណ្ដើរនេះវាមើលទៅហាក់បីដូចជាមានភាពងងឹតដែលធ្វើឲ្យយើងព្រឺព្រួចណានៅពេលដែលយើងចូលទៅឬក៏យើងមើលខាងក្រៅក៏ព្រឺព្រួចដែរដោយសារតែចណ្ដើរនេះវាមានលក្ខណៈដូចតែងងឹតអញ្ចឹងណា SCP-087 នេះត្រូវបាន SCP Foundation ដែលជាអ្នកស្រាវជ្រាវរឿងចម្លែកដែលកើតឡើងនៅក្នុងពិភពលោកហ្នឹងបានរកឃើញ SCP-087 នៅក្នុងអគារវិទ្យាល័យមួយដែលជាអគារជំនាន់មុនជំនាន់ពីដើមណាអគារចាស់ដែលគេរកឃើញនៅក្នុងអគារហ្នឹងដែលមានតែចណ្ដើរមួយហ្នឹងទេដែលវាមានលក្ខណៈខុសប្លែកពីគេដោយសារតែវាមានភាពងងឹតហើយតែវាមានភាពអាចកំបាំងជាច្រើននៅក្នុងនោះគេអត់ដឹងថាដើមហេតុនៃអាចកំបាំងនៅក្នុង SCP-087 ហ្នឹងវាយ៉ាងណាទេក៏ប៉ុន្តែ SCP Foundation ក៏បានស្រាវជ្រាវឃើញថា SCP-087 ហ្នឹងគឺជា SCP មួយដែលវាជាចណ្ដើរអាចកំបាំងដែលវាមានសភាពងងឹតដោយសារតែពន្លឺមិនអាចចូលទៅក្នុងនឹងបានហើយនៅពេលដែលមាននរណាម្នាក់ចូលទៅក្នុងចណ្ដើរនោះគឺពិបាករកផ្លូវចេញដោយសារតែមិនដឹងថាចណ្ដើរហ្នឹងវាយ៉ាងម៉េចគឺវាចេះតែមានចណ្ដើរហ្នឹងឡើងរហូតឡើងដោយគ្មានទីបញ្ចប់ហើយសម្បីតែចុះក៏ចុះគ្មានទីបញ្ចប់ដែរហើយ SCP Foundation បានបញ្ជាក់ទៀតថា SCP-087 នេះនៅពេលដែលគេបានបញ្ជូនបុគ្គលិករបស់គេណាដែលជាបុគ្គលិករបស់ SCP Foundation ហ្នឹងឲ្យចូលទៅក្នុង SCP-087 ហ្នឹងនៅពេលដែលបុគ្គលិកម្នាក់ហ្នឹងបានដើររយៈពេល13ជំហានឬក៏13កាំអញ្ចឹងណាគេតែងតែឮសំឡេងក្មេងស្រីម្នាក់ស្រែកយំល្វើយឬក៏ស្រែកម្ដងសើចម្ដងយំម្ដងសួរថាទៅណាសំឡេងល្វើយដែលធ្វើឲ្យបុគ្គលិកម្នាក់ហ្នឹងគឺមានការព្រឺព្រួចមែនតើនៅពេលដែលបុគ្គលិកហ្នឹងព្យាយាមដើរចុះទៅណាស្រាប់តែឃើញសមោលក្មេងស្រីហ្នឹងព្រឿងនៅពេលដែលគេចូលទៅមែនតើស្រាប់តែឃើញក្មេងស្រីហ្នឹងច្បាស់តែម្ដងដែលក្មេងស្រីហ្នឹងគឺមានរូបរាងស្គមហើយមានតែភ្នែកទេគឺអត់មានមាត់អត់មានច្រមុះអីនោះទេគឺផ្ទៃមុខរបស់គេគឺរលោងតែម្ដងតែមើលទៅគួរឲ្យខ្លាចមែនតើកំឡុងពេលដែលបុគ្គលិករបស់ SCP Foundation បានដើរចូលទៅធ្វើឲ្យមានការបាត់ទំនាក់ទំនងភ្លាមតែម្ដងហើយគេអាចតាក់ទងទៅកាន់បុគ្គលិករបស់ SCP Foundation បានផងដែរអញ្ចឹងបុគ្គលិកម្នាក់ហ្នឹងគឺបានបាត់ខ្លួននៅក្នុងចណ្ដើរមួយហ្នឹងដែលជា SCP-087 ហើយចាប់ពីថ្ងៃហ្នឹងមក SCP Foundation ក៏បានដាក់ទីតាំងកន្លែងហ្នឹងគឺជាទីតាំងហាមឃាត់ដោយមិនឲ្យមានអ្នកណាចូលទេហើយ SCP Foundation ក៏បានដាក់បុគ្គលិកដើម្បីយាមកាមកុំឲ្យមាននរណាម្នាក់ចូលទៅក្នុងចណ្ដើរហ្នឹងដោយសារតែវាមានភាពអាចកំបាំងហើយធ្វើឲ្យមនុស្សបាត់ខ្លួនដោយមិនដឹងមូលហេតុអញ្ចឹងណាហើយហ្នឹងហើយអ្នកគ្នាវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេអរគុណអ្នកគ្នាដែលបានទស្សនាវីដេអូនេះតាំងពីដើមដល់ចប់កុំភ្លេចចុច Subscribe Channel របស់ខ្ញុំអ្នកមួយផងដើម្បីទទួលបានវីដេអូថ្មីអរគុណអ្នកគ្នាដែលបានគាំទ្រខ្ញុំតាំងពីវីដេអូដំបូងមកដល់វីដេអូឥឡូវអូខេអរគុណអ្នកគ្នាអូខេបាយ